សួស្តីបងប្អូនទាំងអស់គ្នាមកលើកនេះរៀងប្លែកបន្តិចរដងភាគច្រើនខ្ញុំថតកូនអញ្ចឹងណាថ្ងៃនេះខ្ញុំចង់រំលឹកវិជាគុណខ្លួនឯងដែរខានធ្វើម្ហូបឲ្យបងប្អូនមើលយូរហើយអញ្ចឹងថ្ងៃហ្នឹងឃើញថាធ្វើម្ហូបមួយមុខនេះទៅហើយក៏ចង់ថតឲ្យបងប្អូនទស្សនាលេងហើយក៏ដូចជាចែករំលែកនៅបទពិសោធន៍ខ្លះៗក្នុងការធ្វើម្ហូបលើកទី1របស់ខ្ញុំមុខហ្នឹងគឺលើកទី1របស់ខ្ញុំទេប៉ុន្តែរសជាតិអាចទទួលយកបានតាមពិតទៅរសជាតិទៅតាមចំណង់ចំណូលចិត្តគ្រួសារនីមួយៗដែលគាត់ថែមថយអីចឹងណាបងប្អូនហើយចំពោះខ្ញុំវិញខ្ញុំនៅក្រៅពីស្រុកទេសអញ្ចឹងខ្ញុំធ្វើទៅតាមអ្វីដែរនៅស្រុកគេមានអញ្ចឹងណាបងប្អូនហើយនេះខ្ញុំបានទៅផ្សារថ្ងៃហ្នឹងខ្ញុំទៅផ្សារហើយខ្ញុំទិញបានជីគ្រប់មុខទិញបានទៅសក់ទិញបានសណ្តែកគួរព្រោះខែនេះខែក្តៅបងប្អូនអញ្ចឹងបន្លែភាគច្រើនគឺសាប៊ូបើសិនជាខែត្រជាក់អត់សូវសាប៊ូទេតែបើខែក្តៅគឺដំណាំអីគេដាំបានច្រើនហើយអញ្ចឹងគេយកមកលក់អញ្ចឹងយើងអាចទៅទិញបាននៅផ្សារពេលខ្លះយើងអាចដាំខ្លួនឯងក៏បានឬក៏យើងទិញនៅផ្សារក៏បានដែរហើយខ្ញុំអត់បានដាំទេសណ្តែកគួរឆ្នាំនេះរាល់ឆ្នាំខ្ញុំដាំតែឆ្នាំនេះខ្ញុំអត់បានដាំហើយនឹងឲ្យបងប្អូនខ្ញុំពេលមកពីផ្សារហ្នឹងខ្ញុំគិតថាឃើញមាន់ដែលខ្ញុំទិញពីផ្សារអាកាំងមាន់ហ្នឹងគេដុតស្រាប់បងប្អូនហើយនៅសល់ហើយចឹងអត់ដឹងថាធ្វើអីអញ្ចឹងគឺថាទៅទិញបន្លែទៅដើម្បីយើងបុកមាន់ណាបងប្អូនហើយបុកមាន់នេះខ្ញុំដឹងថាផ្ទះបងប្អូនមួយចំនួនគាត់ចេះធ្វើហើយប៉ុន្តែនេះខ្ញុំគ្រាន់តែចែករំលែកខ្លះដែលបងប្អូនណាដែលមិនទាន់ចេះធ្វើអញ្ចឹងណាអញ្ចឹងអាចមើលវីដេអូរបស់ខ្ញុំបានហើយបន្លែអានេះគ្រាន់តែបន្លែយើងញ៉ាំផ្ទាប់ជាមួយនឹងបុកមាន់ហ្នឹងណាហើយបុកមាន់តាមពិតទៅភាគច្រើនផ្ទះអ្នកខ្លះវិញគេអត់សូវញ៉ាំប្រហុកទេមានអ្នកខ្លះចូលចិត្តប្រហុកអ្នកខ្លះអត់ចូលចិត្តប្រហុកអញ្ចឹងណាហើយតែខាងខ្ញុំនេះគឺខ្ញុំចូលចិត្តប្រហុកដោយមុខម្ហូបដែរបងប្អូនម្ហូបខ្លះខ្ញុំចូលចិត្តមុខម្ហូបខ្លះខ្ញុំអត់សូវចូលចិត្តប្រហុកដែរណាហើយនេះបងប្អូនខ្ញុំយើងជីអីភាគច្រើនគេលក់នៅក្នុងកញ្ចប់អសហ្នឹងបងប្អូនមកកញ្ចប់ហ្នឹងដូចជា$2.49សេនក្នុងមួយកញ្ចប់ថ្លៃបងប្អូនតែដោយសារតែយើងដាំអត់បានហើយយើងនិយាយរួមយើងដាំអត់បានបើផ្ទះនៅទៅតាមរដ្ឋបងប្អូនបើរដ្ឋខ្លះគេដាំបានល្អតែខ្ញុំវិញខ្ញុំដែរដាំបានសោះអាជីជីកាមហ្នឹងហើយនឹងអាជីពងទាកូនហ្នឹងបងប្អូនខ្ញុំដាំដែរបានសោះបើជីបេះដូងវិញនេះបងប្អូនខ្ញុំបេះនៅខាងក្រោយផ្ទះខ្ញុំដាំបានតែដាំអត់ស្ទើរល្អបើបងប្អូនបានមើលវីដេអូនេះហើយបងប្អូននឹងពីតិចនិចក្នុងការដាំជីបេះដូងអីបងប្អូនជួយចែករំលែកខ្ញុំផងហើយខ្ញុំអរគុណទុកជាមុនហើយនោះបងប្អូនអាជីពណ៌ស្វាយហ្នឹងអាហ្នឹងខ្ញុំមិនដឹងឈ្មោះជីអីទេខ្ញុំហៅតែជីពណ៌ស្វាយនេះនៅស្រុកនេះភាគច្រើនវៀតណាមគេចូលចិត្តញ៉ាំជាមួយនឹងបាញ់ឆៅបងប្អូនញ៉ាំឆ្ងាញ់មែនតើជីនឹងញ៉ាំឆ្ងាញ់ហើយខ្ញុំដាំតែម្ដងហើយបងប្អូនតែវាធ្លាក់គ្រាប់អាជីនឹងគឺសាប៊ូមែនតើហើយខ្ញុំបេះហើយខ្ញុំត្រាំជាមួយនឹងទឹកខ្មេះហើយនឹងអំបិលបងប្អូនព្រោះអីអាជីដែលយើងទិញនៅផ្សារហ្នឹងយើងគេបាញ់ថ្នាំបាញ់អីឃើញល្អអញ្ចឹងគេបាញ់ថ្នាំកុំឲ្យតកៅស៊ីកុំឲ្យអីដូចជីយើងដាំខ្លួនឯងហ្នឹងតែយើងចេះតែការពារអញ្ចឹងទៅខ្ញុំត្រាំជាមួយនឹងទឹកខ្មេះហើយនឹងខ្ញុំដាក់ត្រាំចោលតែពេលយើងត្រាំទឹកខ្មេះហើយនឹងអំបិលហ្នឹងទៅធ្វើឲ្យបន្លែយើងហ្នឹងវាស្លោកប៉ុន្តែដើម្បីយើងជៀសវាងកុំឲ្យមានអាថ្នាំដែលគេបាញ់ពីលើជីហ្នឹងបងប្អូនអញ្ចឹងខ្ញុំសុខចិត្តឲ្យវាស្លោកចុះហើយបន្ទាប់ពីខ្ញុំលាងជីលាងអីដាក់ត្រាំហើយខ្ញុំចាប់ផ្ដើមមកដាក់គ្រឿងផ្សំរបស់យើងបងប្អូនដូចជាខ្ញុំដាក់ខ្ទឹមក្រហមពីដុំហើយនឹងខ្ទឹមសពី3ដុំទូចហ្នឹងទៅហើយម្ទេសទៅតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាតែខ្ញុំដាក់តា3-4គ្រាប់ទេព្រោះអីខ្ញុំអត់សូវចេះហឹលដែរហើយបើសិនជាស្ទើរហឹលយើងអាចយកម្ទេសខាងក្រៅញ៉ាំបានអញ្ចឹងណាហើយចំពោះខ្ទឹមក្រហមខ្ទឹមសខ្ញុំពុះវាជា2ជា3ហើយខ្ញុំពុះវាប៉ុណ្ណឹងដើម្បីយើងស្រួលយកវាទៅលីងបងប្អូនខ្ញុំលីងវាដែរហ្នឹង
ហើយនេះបងប្អូនខ្ញុំភ្លេចប្រាប់មួយទៀតស្លឹកចេកនឹងដើមចេកខ្ញុំដាំនៅក្រោយផ្ទះដែរហើយខ្ញុំអត់ទាន់បានថតឲ្យបងប្អូនមើលទេហើយនេះប្រហុកដែលខ្ញុំយកខ្ញុំទិញពីស្រុកខ្មែរមកប្រហុកហ្នឹងគេថាប្រហុកសាច់ហើយគេថាល្អខ្ញុំទិញតាមអនឡាញអីចឹងតែខ្ញុំមិនដឹងថាល្អដល់កម្រិតណាប៉ុន្តែយើងអាចញ៉ាំបានហើយខ្ញុំដាក់មកដុំខ្ញុំហូបដុំទួយអត់បានសោះចឹងខ្ញុំដាក់ដុំធំប្រហើយហើយមានតែនិយាយរួមប្រហុកសាច់ហ្នឹងមកទាំងដុំអញ្ចឹងហ្មងហើយខ្ញុំជិលកាត់អីញ៉ៃខ្ញុំដាក់វាទាំងដុំហ្នឹងទៅហើយយើងលាងទឹកវាខ្ញុំលាងទឹកសិនបងប្អូនខ្ញុំលាងឲ្យឈ្នះពី3ទឹកហើយបាទខ្ញុំយកមកផ្ទាប់ជាមួយនឹងស្លឹកចេកដែលយើងដាំនៅក្រោយផ្ទះខ្លួនឯងខ្ញុំផ្ទាប់ហើយខ្ញុំយកវាទៅអាំងហើយអាំងហ្នឹងយកបានថតឲ្យបងប្អូនមើលទេព្រោះអីកុំឲ្យវែងវីដេអូវែងពេកខ្ញុំកាត់ខ្លះនេះបងប្អូនខ្ញុំខ្ចប់ធ្វើមកខ្ញុំខ្ចប់ឲ្យទៅចិត្តខ្ញុំមិនមានក្បួនក្នុងការខ្ចប់ប្រហុកឲ្យចិត្តល្អអីទេខ្ញុំជាខ្ចប់ទៅធ្វើម៉េចកុំឲ្យតែវានេះកុំឲ្យវាហៀតទឹកហៀអីចេញហើយនេះបងប្អូនខ្ញុំខ្ចប់តែប៉ុណ្្នឹងទៅហើយខ្ញុំយកវាទៅដុតហើយខ្ញុំដុតលើភ្លើងធម្មតាហ្នឹងហើយដល់ពេលនេះដល់វគ្គខ្ញុំត្រូវលីងខ្ទឹមក្រហមខ្ទឹមសហើយនឹងម្ទេសហើយចំពោះការលីងនេះដែរខ្ញុំអត់ប្រើប្រេងទេតទៅពេលវាចិត្តឆ្អិនខ្ញុំប្រើបន្តិចខ្ញុំលួចដាក់បន្តិចទេដើម្បីកុំឲ្យវាមានប្រេងច្រើនពេកនៅក្នុងសាច់របស់យើងព្រោះអាសាច់ដែលខ្ញុំប្រាប់បងប្អូនខាងលើហ្នឹងខាងដើមមុនហ្នឹងគឺសាច់ហ្នឹងខ្ញុំទិញពីផ្សារអាកៀងហ្នឹងគឺគេចំអិនឡើងរបៀបថាគេស្ងោរឡើងសាច់វាឡើងតុនឡើងផុយហ្មងបងប្អូនអញ្ចឹងយើងអត់ចាំបាច់ប្រើប្រេងអីញ៉ៃច្រើនក្នុងការនេះវាទេនេះបងប្អូននេះខ្ញុំយកចេញពីក្នុងទូទឹកកកមកវាដុំអញ្ចឹងហើយខ្ញុំដាក់ក្នុងខ្ទះទៅហើយខ្ញុំលីងវាឲ្យរៀងស្ងួនបន្តិចឬក៏វារៀងក្រហមខ្ញុំមិនមានដាក់ប្រេងដូចគ្នាព្រោះអីមាន់ហ្នឹងតែដាក់ប្រេងច្រើនពេកវាត្រលន់ដែរហ្នឹងហើយមាន់ហ្នឹងរៀងធំបងប្អូននេះបងប្អូនខ្ញុំលីងបានប៉ុណ្្នឹងខ្ញុំក៏បិទភ្លើងទៅហើយនេះបងប្អូនអាហ្នឹងតួឯងសំខាន់ណាខ្ញុំមិនដឹងតែគេហៅពងក្រងឬក៏អាហ្នឹងគេហៅស្អីទៅបងប្អូនបើសិនបងប្អូនមើលដល់កន្លែងហ្នឹងបងប្អូនជួយប្រាប់ខ្ញុំផងបើសិនជាខ្ញុំនិយាយទៅខុសឆ្គងអីព្រោះខ្ញុំអត់ស្គាល់ដែរអានេះគឺខ្ញុំទិញពីស្រុកខ្មែរមកដែរខ្ញុំទិញចិត្ត1ឆ្នាំហើយបងប្អូនតែខ្ញុំអត់សូវបានស្លសោះហើយខ្ញុំមិនដឹងថាស្លជាមួយអីដល់ពេលហើយនឹកឃើញថាបុកមាន់ទៅបុកជាមួយនឹងពងក្រងនេះបងប្អូនខ្ញុំប៉ុន្តែខ្ញុំមិនសូវឃើញសត្វក្រងហើយខ្ញុំឃើញសត្វអីរៀងធំមានស្លាបខ្ញុំមិនថាខ្ញុំមិនស្គាល់សត្វទេប៉ុន្តែអាហ្នឹងខ្ញុំមិនដឹងអីដែរខ្ញុំពេលដែលខ្ញុំទិញគេខ្ញុំប្រាប់គេថាឲ្យពងក្រងឲ្យគេเอาអាហ្នឹងមកខ្ញុំទៅខ្ញុំគិតថាហ្នឹងឲ្យពងក្រងតែឃើញមានស្លាប់មានអីខ្ញុំមិនដឹងដែរហើយនេះបងប្អូនខ្ញុំយកមកលីងដូចគ្នាពងក្រងហ្នឹងព្រោះអីខ្ញុំអត់ហ៊ានដាក់វាទាំងឆៅឯងព្រោះរៀងញើតលើកទី1ព្រោះខ្ញុំអត់ដែរញ៉ាំអាហ្នឹងឯងលើកទី1ហើយខ្ញុំលីងវាឡើងអាពងសនឹងឡើងស្ងួតអស់លេងហើយខ្ញុំមិនដឹងថាប្រហែលជាគេមិនលីងអ្នកខ្លះគេអត់លីងតែខ្ញុំលីងហើយហ្នឹងហើយដល់វគ្គយើងត្រូវបុកគ្រឿងនឹងទាំងអស់នេះចូលហើយដំបូងខ្ញុំបុកខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសសិនហើយខ្ញុំបងប្អូនចង់បុកឲ្យម៉ត់ក៏បានឬក៏ចង់បុកឲ្យនៅដុំដូចខ្ញុំក៏បានដែរចំពោះខ្ញុំបុកបានខ្ញុំបុករបៀបថានៅប៉ុណ្ណឹងខ្ញុំអត់បុកដល់ម៉ត់ពេកទេព្រោះកាលណាបុកម៉ត់ពេកខ្ញុំវាអត់មានអាជាតិខ្ទឹមពេលយើងទៅពេលយើងញ៉ាំអញ្ចឹងខ្ញុំបុកប៉ុណ្ណឹងថាខ្ញុំចាប់ផ្ដើមដាក់ប្រហុកចូលហើយកន្លែងប្រហុកនេះខ្ញុំអត់បានថតឲ្យបងប្អូនមើលច្បាស់ទេគឺខ្ញុំចុចវីដេអូដែរប៉ុន្តែវាអត់លោតឲ្យហើយខ្ញុំថតបានតែប៉ុណ្្នឹងហើយរៀងនេះបន្តិចដោយសារខ្ញុំម្នាក់ឯងហើយខ្ញុំស្រីកាមេរ៉ាអីអត់ឲ្យច្បាស់ដើម្បីខ្ញុំដាក់ប្រហុកចូលហើយនេះបងប្អូនប្រហុកហ្នឹងខ្ញុំអាំងបានប៉ុណ្្នឹងឯងហើយនេះខ្ញុំបុកប្រហុកហ្នឹងបានខ្លះហើយខ្ញុំចាប់ផ្ដើមដាក់ឲ្យមាន់ហើយមាន់ហ្នឹងខ្ញុំភ្លេចប្រាប់បងប្អូនមាន់ហ្នឹងវាមានរសជាតិហើយស្រាច់ហើយគេរបៀបថាគេប្រឡាក់រសជាតិអាកៀងរសជាតិសុកគេអត់ប្រៃពេកអត់ផ្អែមពេក
vậy đó mà là mòn chân bọc mòn nhôm ní nhôm ọt miên nạ time ấy khương ấy đật về gì tại bữa sinh chỉ bong ôn bọc mòn dương thầm na nè mòn nhưng thời giờ tới bà lại một nằng ăn một nằng ấy chân á hay được cái dương time thôi chân tới tại nhôm pua nhôm mít để xa bà học nó biết phè vậy hay chấm nhưng mà thời time ấy hoàn hay dân lùi score tích tập bên năng ai hay bởi vì mà to bọc vì là hồ chẳng á hay trong phố muôn đáy còn nhưng mà bọc ai mọt ní này nhưng bọc ở khơi nơi so tờ sai ông ôn muôn mà chán đấy nhưng mà đạm mà nó mà tình nặng bảy đòn nhưng mà bọc mà nó từng hay cái nặng bọc mà nó từng nhưng bọc ọt mọt hay comment mọt khang này là mồm những hạt nhằm bán á và tôi bị nhung bọc muôn nâng nè về hiện ban bọc bên nâng hay bàn nhung đã bông khoáng ông bông nâng bông khoáng hay nâng sẵn khoáng nâng nhung nạ trô là nâng nhung nạ trong cõi kia bằng phùa nhung mà đã muốn này cả là nhung đã muốn nhung hay nhung bọc với tới việc bảy chứ hay bọc đi đáy cái nhung mặt bọc ở mặt cho mùi nâng sạch môn này nhung khoản ra bọc tịch hay nhung trộm ở vị chỗ là cái này nhung cái tháp hay là nhung bọc mặt tới vì hiện thông khăn á nhưng mà nâng tha ta rồi bông ôn sẵn nâng thông khăn chẳng ọt á nhung hết tới bọc hiện đi tới ôi hiện thông khăn tới nhưng mà bọc thì nhung chập đam trộm vô rồi hay mình ấy bông ôn nè hay ấy bọc món bao nhung bọc món còn bao nhung nó hư hay mới tới từ nấu ấy bông ôn nhung cái thang thật lực tí mũi tôi vô bàn đấy chứ anh này ta bông ôn phụ miền bà học miền ấy lia cho cái này chẳng dương này nhằm bà học chẳng dương cái thằng chẳng ai nhây hay nè bông ôn sát nứng thông mình tên nhưng nè miên sát còn nâng đáy miên sát nâng này hay nè bông ôn miên mưa tư rồi bông ôn cho chết đội nhung ắt mưa tư hay nè nhung điệp trong hay nhung bày bàn sලકមកកាស្លឹកកធូបអីខ្លះដើម្បីយកមកដាក់ផ្ទាប់ញ៉ាំជាមួយហើយបន្លែនេះតែពិតស្រស់ឲ្យបងប្អូនដែលខ្ញុំត្រាំទឹកខ្មេងនឹងបើទៅមើលទៅស្លោកអស់លេងនឹងឲ្យបងប្អូនខ្ញុំអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូហើយនឹងនិយាយឲ្យបានល្អជាងនឹងទៀតជួបគ្នាវីដេអូក្រោយបាយ